Okay សួស្តីអ្នកទាំងអស់គ្នា Welcome to Phonics Okay អញ្ចឹងនៅពេលដែលយើងឃើញថាមាន A ហើយនឹង E នៅដាច់ពីគ្នាដោយមាន consonant ដោយមានព្យញ្ជនៈមួយនៅចំកណ្ដាលឧទាហរណ៍ដូចជាពាក្យថា bake ឬក៏ cake អញ្ចឹង letter E នៅខាងចុងហ្នឹងគឺធ្វើឲ្យ A ដែលនៅពីមុខហ្នឹងនិយាយឬក៏បញ្ចេញសំឡេងខ្លួនឯងហ្នឹងថាជា A ឬក៏យើងឲ្យសំឡេងវាថា sound A អញ្ចឹងយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាអូខេអញ្ចឹងទី1ដូចជាពាក្យថា tape យើងអត់អានថា tap ទេដោយសារអីម្ដងទៀតគឺដោយសារតែ E នៅខាងក្រោយហើយដែលប្របែកគ្នាឬក៏ដែលផ្ដាច់ចេញពីគ្នានៅចន្លោះដោយមាន consonant P អញ្ចឹង A នេះគឺយើងត្រូវបញ្ចេញសំឡេងជា A ពេញអូខេអញ្ចឹងយើងនិយាយថា tape 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 បន្ទាប់មកទៀតមានដូចជាពាក្យថា cake 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 បន្ទាប់មកទៀតមានពាក្យថា plain 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 យើងអត់អានថា plan ទេគឺ plain បន្ទាប់មកទៀតយើងមានពាក្យថា lake 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 ហើយយើងមានពាក្យបន្ទាប់គឺ snake 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 ពាក្យបន្តមកទៀតយើងមានពាក្យថា cape 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 ហើយយើងមានពាក្យថា cane 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 និងពាក្យចុងក្រោយគឺយើងមិនអានថា game ទេគឺយើងអានថា game 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 អូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់តាមដានវីដេអូមួយនេះអញ្ចឹងសរុបមកវិញគឺនៅពេលដែលយើងឃើញ A E នៅបំបែកគ្នាដោយមាន consonant មួយនៅកណ្ដាលគឺវាមានសំឡេងថា A អូខេហេតុអីបានយើងត្រូវដឹងថាវាមានសំឡេង A ព្រោះពេលខ្លះវាមានសំឡេងខ្លីដែរដូចជា អញ្ចឹងតាមដានវីដេអូក្រោយៗទៀតដើម្បីយើងមកស្គាល់អំពីសំឡេងរបស់ស្រៈនីមួយៗ Thanks goodbye